រុក្ខជាតិផ្លែឈើបន្លែដែលគេចាត់ទុកថាជាប្រភេទដែលផ្ដល់ភាពត្រជាក់ដល់ខ្លួនមនុស្សអញ្ចឹងគឺចេកហើយដូងនិងទឹកសក់អញ្ចឹងនៅក្នុងការផលិតសុខភាពបែបចិនបុរាណគឺគេអត់ចង់ឲ្យស្ត្រីញ៉ាំចេកពេលដែលគាត់មករដូវទេដោយសារចេកគេជឿថាវាជាផ្លែឈើដែលផ្ដល់ភាពត្រជាក់ឲ្យខ្លួនអញ្ចឹងបើសិនជាគាត់តាមចិនបុរាណគាត់ផលិតសុខភាពទៅហើយគាត់មើលឃើញថានៅក្នុងខ្លួនគាត់ហ្នឹងមានភាពត្រជាក់មានធាតុត្រជាក់ច្រើនគឺញ៉ាំចេកទៅអាចធ្វើឲ្យកាន់តែត្រជាក់អញ្ចឹងធ្វើឲ្យប៉ះពាល់ដល់ជីធាតុជីនៅក្នុងខ្លួនហើយធ្វើឲ្យឈាមហ្នឹងវាដើរអត់ស្រួលពេលដែលខ្ញុំទៅខេត្តទៅសវេពេលដែលខ្ញុំឲ្យក្មេងៗគាត់ធ្វើសវេគាត់និយាយថាចាស់ថាកុំឲ្យញ៉ាំដូងនិងទឹកសក់ដោយសារវាអាចធ្វើឲ្យអរដូវហើយក៏មានបងស្រីគាត់សួរខ្ញុំដូចគ្នាអញ្ចឹងខ្ញុំគិតថាអូប្រហែលជាគាត់ចាស់គាត់គិតថាដូងហើយនឹងទឹកសក់សិតតែជាផ្លែឈើនិងបន្លែត្រជាក់អញ្ចឹងទៅញ៉ាំទៅវាអាចធ្វើឲ្យកាន់តែត្រជាក់នៅពេលដែលពេលមករដូវខ្លួនស្ត្រីគាត់ត្រូវការភាពក្តៅដើម្បីកាត់បន្ថយការឈឺចុកចាប់ជាពិសេសកន្លែងពោះក្រោមសិតហ្នឹងពេលមករដូវអញ្ចឹងបើយើងទៅញ៉ាំអីត្រជាក់ទៀតអាហ្នឹងវាកាន់តែធ្វើឲ្យមានការឈឺចាប់តែបើសិនជាយើងមើលបែបផុសតាំងវិទ្យាសាស្ត្រចេកវាមានវីតាមីន B6 ដូងមានប៉ូតាស្យូមហើយមានជាតិទឹកដល់ពេលទឹកសក់មានវីតាមីន K ហើយមានជាតិទឹកអញ្ចឹងខ្ញុំគិតថាគាត់និយាយហ្នឹងទោះគាត់ប្រាប់ហេតុផលក៏ដោយប៉ុន្តែខ្ញុំទាយថាដោយសារតែវាជារបស់ត្រជាក់ពេលមករដូវខ្ញុំញ៉ាំទៅវាអត់ធ្វើទុកវាអត់ឈឺពោះហើយធ្វើឲ្យខ្ញុំរៀងមានកម្លាំងហើយតែមានពេលមួយហ្នឹងខ្ញុំធ្លាប់ញ៉ាំដូងហើយខ្ញុំចុកពោះអញ្ចឹងក៏ខ្ញុំឈប់ញ៉ាំទៅសរុបមកវិញសម្រាប់ខ្ញុំគឺខ្ញុំជឿទាំងពីរហើយខ្ញុំយកមកថ្លឹងគ្នាអញ្ចឹងបែបវិទ្យាសាស្ត្រមានផុសតាងបែបបុរាណមើលទៅថាឱសថរុក្ខជាតិឬមួយក៏វិធីសាស្ត្របែបធម្មជាតិណាដែលនៅក្នុងវិទ្យាសាស្ត្រមានបញ្ជាក់ថាវាល្អសម្រាប់សុខភាពអីជាដើមគឺខ្ញុំនឹងយកវាមកអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃ